សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះដែរខ្ញុំមកឲ្យបងប្អូនខ្ញុំលីហេងមកប៉ះជាមួយនឹងកូនធីម GH ហ្នឹងហើយបងប្អូនគឺទឹកដៃដំបេះហ្មងធីម GH ក៏សាហាវហើយបងប្អូនខ្ញុំក៏សាហាវទៀតនិយាយទៅលេងដាក់ Diamond QQ ចំនួន2ដុំបងប្អូនបើសិនជាគេឈ្នះអញ្ចឹងណាដៃគូខាងណាឈ្នះនឹងទទួលបាន2ដុំហ្នឹងខ្ញុំឲ្យបងប្អូនខ្ញុំបាញ់សាក់មើលទឹកដៃជាមួយនឹងធីម GA សាក់មើលតើបងប្អូនខ្ញុំអាចទៅរួចអត់បងប្អូនមើលតើការបាញ់ទៅបងប្អូនគឺប្រឆិតហើយគ្នាមែនតែនហ្មងគឺសាហាវដូចគ្នាហ្មងនិយាយពីទឹកដៃគឺសិតតែគីឡូវ៉ាន់សតហ្មងដាក់ហ្នឹងមិនដាក់បាញ់ខ្លួនដាក់បាញ់ក្បាលហ្មងគឺពិតជាសាហាវមែនតែនបងប្អូនគាត់តែឃើញគឺញាក់សាច់ហ្មងប៉ុន្តែសើមិនបានទេទៅទៀតខ្ញុំនឹងបង្កើតធីមគឺខ្ញុំឲ្យបងប្អូនខ្ញុំបាញ់ដាក់ like ដាក់អីហើយខ្ញុំមកទុកទឹកដៃបងប្អូនខ្ញុំឲ្យលក្ខណៈថាទុកចោលអត់ប្រយោជន៍អញ្ចឹងណាគឺធ្វើឲ្យធីមយើងកាន់តែល្បីយើងអត់អាចមើលឃើញថាល្បីឬក៏មិនល្បីតែគាត់ថាយើងលេងយូរទៅយើងអាចនឹងមានគេស្គាល់ច្រើនណាបងប្អូនមើលតែការបាញ់ទៅគឺដើម្បីហើយកូនធីម GH ហ្នឹងគឺ top 4ដំបូងខ្ញុំថាបាញ់ជាមួយនឹងtop 2ថាដល់ពេលគាត់ដាក់ top 4មកគាត់អត់ថាសាកមើលសិនអញ្ចឹងគាត់ថាឲ្យសាកមើលជាមួយ top 4អញ្ចឹងណាឥឡូវក៏អែមនិយាយទៅអែមកូនធីម GH ពិតជាខ្លាំងមែនអូនខ្ញុំថាទៅអត់រួចទេគឺខ្លាំង top 4ផងប៉ុណ្ណឹងចុះទៅរកទៅ top 2 top 1ទៀតនឹងយ៉ាងណាទៅគាត់និយាយអញ្ចឹងណាប៉ុន្តែអត់អីទេខ្ញុំតាអត់អីទេគឺលេងតែតែមានចាញ់មានឈ្នះអញ្ចឹងហើយគឺយើងមិនបាច់ថាយើងខ្លាចទេគឺថាចិត្តជាកូនប្រុសឬមួយក៏ចិត្តអ្នកប្រយុទ្ធកុំខ្លាចអញ្ចឹងបងខ្ញុំថាអូខេបាញ់អញ្ចឹងក៏ខ្ញុំរៀបចំឲ្យថាបាញ់ជាមួយ top 4ហ្មងទៅចាំកាតក្រោយឬមួយក៏លើក្រោយចាំបាញ់ជាមួយ top 2យប់ស្អែកពេលខ្ញុំលេងមួយ top 2បងប្អូនដោយសារតែយប់ថ្ងៃទី29ហ្នឹងគាត់បាញ់ជាមួយនឹងធីមពូដាណាកាអញ្ចឹងណាអញ្ចឹងខ្ញុំក៏ខកខានលេងមួយគាត់ហ្នឹងទៅខ្ញុំថាបាញ់ថ្ងៃទី29ពេលយប់ហ្នឹងបងប្អូនដល់ពេលគាត់ level បាញ់អញ្ចឹងខ្ញុំក៏អត់អីដែរចាំលើក្រោយទៀតក៏មានពេលច្រើនដែរឥឡូវនេះបងប្អូនមើលតើការបាញ់របស់បងប្អូនខ្ញុំមើលកូនធីម GA ទៅគឺសាហាវមែនតើហ្មងខ្ញុំសូមសរសើរទឹកដៃ the best ហ្មងចាំមើលទៅមុខតទៀតបងប្អូនខ្ញុំមានទូរស័ព្ទលេងគ្រប់ដៃចាំខ្ញុំបង្កើតធីមហើយបើសិនជាបងប្អូនចង់ចូលអីអាចឆាតមកបានជាមួយកងខមមិននៅក្នុងវីដេអូហ្នឹងមកបងប្អូនខ្ញុំនិយាយឲ្យខ្ញុំយកទៅគីឡូណាបងប្អូនបើសិនជាទឹកដៃមុំអីខ្ញុំ sorry ផងព្រោះអីខ្ញុំត្រូវការលេងដើម្បីឲ្យធីមខ្លាំងអញ្ចឹងកុំឲ្យគេថាធីមយើងបតធីមយើងកាអញ្ចឹងមុននឹងចូលគឺខ្ញុំមានលក្ខខណ្ឌឲ្យបាញ់ជាមួយនឹងបងប្អូនខ្ញុំសិនបើសិនជាឈ្នះបងប្អូនខ្ញុំឬក៏ទឹកដៃប្រហែលបងប្អូនខ្ញុំចេះអូខេខ្ញុំឲ្យចូលហ្មងដូរឈ្មោះដូរអីស្អាតអូខេបើសិនជាបងប្អូនចង់ចូលធីមខ្ញុំមិនមែនថារើសអើងអ្នកទឹកដៃมันខ្លាំងទេប៉ុន្តែយើងលេងធីមយើងត្រូវការយកគីឡូដើម្បីយកទៅបាញ់ជាមួយនឹងគីឡូដូចគ្នាយើងនឹងកាន់តែសាហាវអញ្ចឹងណាបងប្អូនយល់ពីអត្ថន័យរបស់ខ្ញុំអត់គឺខ្ញុំចង់ធ្វើឲ្យកូនធីមយើងបែបហ្នឹងខ្ញុំអត់ចង់ឲ្យយកគីឡូមុំឬមួយក៏គីឡូបតអីមកបាញ់ជាមួយគេអ្នកខ្លាំងទេបងប្អូនសាកសម័យមើលបើសិនជាធីមយើងបតមានគេមើលងាយណាបងប្អូនមានគេងាយថាចេះចោះអញ្ចឹងអីទៅអញ្ចឹងហើយបើខ្ញុំជ្រើសយកកូនធីមដែលខ្លាំងដើម្បីយកមកបាញ់ហើយបើសិនជាខ្ញុំបង្កើតធីមបងប្អូនកុំភ្លេចជួយគាំទ្រខ្ញុំម្នាក់មួយផងបងប្អូនចង់បាញ់4ស្មើ1ស្មើអូខេខ្ញុំទទួលលេងគ្រប់បែបយ៉ាងបងប្អូនអរគុណច្រើនជម្រាបលាបាយវីដេអូមានតែប៉ុណ្្នឹងឯងបងប្អូន